មុទ្រមិនមែនគ្រាន់តែជាផ្ទៃទឹកដ៏ធំល្វឹងល្វើយដែលគ្មានវិញ្ញាណនោះទេសម្រាប់អ្នកនេសាទសមុទ្រគឺជាជីវិតគឺជាឆ្នាំងបាយប៉ុន្តែនាពេលបច្ចុប្បន្នសម្រស់ដ៏ស្រស់ត្រកាលនេះស្ទើរតែប្រែក្លាយជាវាលរហោស្ថានដោយសារតែមហិច្ឆតារបស់មនុស្សនៅទីនេះសហគមន៍ត្រពាំងសង្កែគឺជាផ្នែកតូចមួយដែលបានចូលរួមស្រោចស្រង់ដង្ហើមធម្មជាតិឡើងវិញភាពសម្បូរបែបធ្វើឲ្យប្រជាជនភាគច្រើនមានចំណូលពីការធ្វើកសិកម្មដូចជាការដាំដំណាំការចិញ្ចឹមសត្វការនេសាទនិងការប្រកបរបរផ្សេងទៀតជាលក្ខណៈគ្រួសារជាដើមនៅទីនេះបានបង្កើតឡើងនៅក្នុងឆ្នាំ2004ដោយលោកសឹមហ៊ីមប៉ុន្តែបានទទួលស្គាល់និងអនុម័តដោយក្រសួងកសិកម្មឲ្យប្រើប្រាស់ពេញលេញនៅក្នុងឆ្នាំ2009សប្តាហ៍ថ្ងៃនេះប្រជាជនក្នុងឃុំមានចំនួន 6000 នាក់តែក្នុងនោះ 1289 នាក់ជាសមាជិកក្នុងសហគមន៍នេះដែរដែលគិតចាប់តាំងពីអាយុ18ឆ្នាំឡើងទៅខ្ញុំឈ្មោះសំហ៊ីមជាប្រធានសហគមន៍នេសាទទេសចរត្រពាំងសង្កែពីនៅលោកគឺនៅភូមិត្រពាំងសង្កែឃុំត្រពាំងសង្កែស្រុកទឹកជោគសម្រាប់សហគមន៍នេះគឺយើងផ្ដួលផ្ដើមតាំងពីចុងឆ្នាំ2005ប៉ុន្តែដល់យើងមានការរៀបចំបោះឆ្នោតនៅឆ្នាំ2009សម្រាប់សហគមន៍នេសាទយើងមានការចុះបញ្ជីទទួលស្គាល់ពីក្រសួងកសិកម្មនៅឆ្នាំ2011ការចាប់ផ្ដើមបង្កើតដំបូងគាត់ដិតមេដាយសុំបង្កើតណាយើងមាន2029នាក់ប៉ុន្តែក្រោយមកយើងចាប់ផ្ដើមរៀបចំបោះឆ្នោតទៅគណៈកម្មការដើម្បីសម្របសម្រួលហើយលក្ខខណ្ឌយើងសូមឲ្យគាត់ចូលជាសមាជិកពេញសិទ្ធិដោយស្ម័គ្រចិត្តអញ្ចឹងយើងបាន734នាក់ប៉ុន្តែមកដល់ថ្ងៃនេះយើងធ្វើបច្ចុប្បន្នភាពបាន1289សហគមន៍នេះបានប្រែក្លាយពីកន្លែងដែលឲ្យប្រជានេសាទជួញដូរជលផលទៅជាតំបន់បម្រើសេវាកម្មទេសចរណ៍មួយកន្លែងក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្តកំពតកាលជាងពី20ឆ្នាំមុនសម្រេចនៃព្រៃកោងកាងបានបន្លឺឡើងយ៉ាងស្ងាត់ជ្រងំការកាប់បំផ្លាញយកឈើធ្វើធ្យូងនិងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់បានធ្វើឲ្យចម្រុកមច្ឆជាតិរលាយបាត់បង់ស្ទើរទាំងស្រុងនិយាយទៅនឹងការបន្តតាប់នេះយើងមានការជ្រោមជ្រែងពីអាជ្ញាធរដែរហើយក៏មានការគ្រប់គ្រងពីអង្គការចំណុចទៅនឹងការរៀបចំគាត់សហគមន៍នេះបើនិយាយរឿងពិបាកយើងពិបាកច្រើនហើយខ្ញុំគាត់នៅលើករឿងតូចៗទាក់ទងនឹងបញ្ហាប្រឈមរបស់យើងទី1ទាក់ទងនឹងបាត់ល្មើសនេសាទនៅតាមនេះណាដូចជាកម្មដំណើរសាស្ត្រហើយមួយទៀតដោយសារសហគមន៍យើងមកដល់ថ្ងៃនេះយើងអត់មានអង្គការគ្រប់គ្រងទេសម្រាប់អង្គការគាត់បញ្ចប់គម្រោងតាំងពីឆ្នាំ2015ហើយសហគមន៍យើងដើរដោយខ្លួនឯងសកម្មភាពការពារព្រៃកោងកាងមិនមែនធ្វើឡើងត្រឹមតែមួយថ្ងៃនោះទេគឺជាបេសកកម្មដែលគ្មានថ្ងៃសម្រាកកន្លែងដែលត្រីមឹកបង្គានិងក្តាមអាចពងនិងលូតលាស់ដោយសុវត្ថិភាពអ្នកនេសាទធ្លាប់តែមានមហិច្ឆតាចុងក្រោយបែរជាប្រឈមនឹងភាពក្រីក្រព្រោះត្រីនិងបង្គាលែងមានជម្រកពងកូនការបង្កើតសហគមន៍នេសាទត្រពាំងសង្កែមិនមែនគ្រាន់តែជាការបង្កើតឈ្មោះនោះទេប៉ុន្តែវាគឺជាការបដិញ្ញាចិត្តរួមគ្នារបស់អ្នកភូមិដើម្បីស្រោចស្រង់ដង្ហើមសមុទ្រឡើងវិញបើយើងនិយាយពីមុននៅតំបន់នេះអត់មានព្រៃទេមានព្រៃណាហើយបើនិយាយពីរឿងព្រៃនៅក្នុងសហគមន៍នេះដែលមានសពថ្ងៃយើងមានតែ20ហិកតាទេប៉ុន្តែមកដល់ថ្ងៃនេះយើងកើនដល់48ហិកតាបាទន័យថាយើងដាំទៅលើដី3បាទ28ហិកតាទេព្រោះទាក់ទងនឹងការងារសហគមន៍ទី1គឺយើងផ្សព្វផ្សាយឲ្យអ្នកនេសាទគាត់យល់ពីប្រយោជន៍នៃព្រៃកោងកាងពីស្មៅសមុទ្រពីជីវៈចម្រុះហើយក៏ឲ្យគាត់យល់ពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដូចជាការកាប់បំផ្លាញនៃព្រៃកោងកាងព្រៃកោងកាងវាអាចជួយទប់ស្កាត់នៅការហូរច្រោះបាត់ដីណានឹងពេលដែលមានទឹកជំនន់ពេលដែលមានទឹកសមុទ្រឡើងអញ្ចឹងវាអាចជួយទប់ស្កាត់នៅការហូរច្រោះដីដោយរឿងវាណាហើយមួយទៀតព្រៃកោងកាងវាជួយស្រូបជាតិពុលនៅក្នុងទឹកការបំពុលបរិស្ថានហើយវាបំលែងទៅពីសែនវិញ
វាអាចស្រូបជាតិពុលតាមរយៈអាកាសធាតុដែលមានកំពុងទេដីមហាតាគឺវាអាចស្រូបបានបន្តជាតិពុលហើយវាបំលែងអូសែននឹងបន្ត ក្រោមការដឹកនាំយ៉ាងសកម្មសហគមន៍បានចាប់ផ្ដើមដាំកូនកងកាងរាប់ម៉ឺនដើមដោយបាតដៃទទេនិងបេះដូងស្រឡាញ់ទឹកដីសកម្មភាពដែលមិនអាចរំលងបានគឺការដាំកូនកងកាងដោយផ្ទាល់ដៃដើម្បីបន្សល់ទុកជាភាពបៃតងសម្រាប់ពិភពលោកថ្ងៃនេះត្រពាំងសង្កែបានប្រែមុខមាត់ថ្មីពីតំបន់ដែលស្ងប់ស្ងាត់ប្រែជាគោលដៅទេសចរធម្មជាតិដ៏លេចធ្លោការដាំដើមកងកាងលែងជាភារកិច្ចរបស់អ្នកភូមិតែម្នាក់ឯងទៀតហើយវាបានក្លាយជាសកម្មភាពទេសចរដែលទាក់ទាញយុវជននិងជនបរទេសឲ្យមកចូលរួមចំណែកផងដែរភាពជោគជ័យរបស់ត្រពាំងសង្កែមិនមែនស្ថិតនៅត្រឹមតែចំនួនដើមឈើដែលដាំនោះទេប៉ុន្តែវាស្ថិតនៅលើការបណ្ដុះមនសិការដល់ក្មេងជំនាន់ក្រោយឲ្យពួកគេបានរៀនសូត្រថាកាលណាធម្មជាតិរស់យើងក៏រស់តើតើក្នុងប្រជាពលរដ្ឋនៅក្នុងតំបន់នេះគឺគាត់ពេញចិត្តនឹងការចូលរួមរហូតដល់យើងមានសមាជិក 1000 នាក់ជាងហើយមូលហេតុដែលគាត់ពេញចិត្តគោលបំណងដែលយើងធ្វើនេះមិនមែនសម្រាប់បម្រើផលប្រយោជន៍បុគ្គលណាមួយទេហើយយើងធ្វើសម្រាប់បម្រើផលប្រយោជន៍រួមទាំងអស់គ្នាអាចថាអ្នកចំនួននេះរហូតដល់ចំនួនក្រោយពួកតំបន់ទាំងអស់នេះបើសិនជាគ្មានសហគមន៍ទេវានឹងខ្លាចជាកម្មសិទ្ធិរបស់វាហើយបើសិនជាចាប់ផ្ដើមខ្លាចជាកម្មសិទ្ធិរបស់ទេតំបន់នោះវាអាចកើតជាសំណង់អាហារដែលមានប្រយោជន៍ការមុនបង្កើតសហគមន៍អ្នកនេសាទក៏ទៅនេសាទនៅក្នុងមួយយប់ជាចឹងក៏នេសាទពេលយប់ណាបានម្នាក់10000ម្នាក់ប៉ុន្តែក្រោយយើងចាប់ដើមបង្កើតសហគមន៍មកក៏អាចរកបានយុវជនក្នុងម្នាក់10000ម្នាក់សម្រាប់ភ្ញៀវទេសចរបើយើងនិយាយពីមុនមកដល់រងថ្ងៃនេះវាពីមួយឆ្នាំទៅមួយឆ្នាំវាតែតែមានការកើនឡើងជាបន្តណាសម្រាប់ភ្ញៀវទេសចរអញ្ចឹងបើសិនជាមានភ្ញៀវកើនចំណូលក៏កើនដែរហើយចំនួនពីហោមួយពីជារឿងជាក់ស្ដែងពីមុនយើងអត់មានចំណតរថយន្តទេយើងមានចំណតនៅក្នុងស្រែបឹងហើយតំបន់យើងជាប់ដៃសមុទ្រពេលទឹកសមុទ្រឡើងវាឡើងមកវាលេចឡើងចំណតរថយន្តអញ្ចឹងជាទូទៅភ្ញៀវក៏ហ៊ានសម្រាកយកពួកផ្សេងទីទៅក៏ឡើងមកទឹកលេចកង់ឡានឲ្យមានទឹកប្រៃដូចហើយមកដល់រងថ្ងៃនេះយើងបានទទួលបដូរមួយយ៉ាងធំពីហើយដល់មកបាក់ខ្សែកណ្ដាលយើងមានផ្លូវពីកង់ចូលយើងមានចំណតរថយន្តអញ្ចឹងបើយើងនិយាយពីមុនបង្កើតចំណតរថយន្តនេះហើយមកដល់ពេលនេះយើងកើត50លានដុល្លារដើមកងកាងគឺជាបេះដូងនៃអេកូឡូស៊ីវាជាជំរកពងកូនជាអ្នកការពារខ្យល់ព្យុះនិងជាអ្នកចម្រោះខ្យល់អាកាសដ៏បរិសុទ្ធបច្ចុប្បន្នសហគមន៍នេសាទដ៏សាមញ្ញមួយនេះបានក្លាយជាគោលដៅទេសចរធម្មជាតិដ៏ទាក់ទាញប្រជានេសាទដែលធ្លាប់តែពឹងផ្អែកលើការសម្លាប់មច្ឆជាតិបានក្លាយជាអ្នកនាំភ្ញៀវទេសចរជាអ្នកជួយអភិរក្សនិងជាអ្នកផ្ដល់សេវាកម្មស្នាក់នៅចំណូលដែលបានពីទេសចរមិនត្រឹមតែជួយគ្រួសារពួកគេប៉ុណ្ណោះទេប៉ុន្តែវាជាកម្លាំងចលករដែលធ្វើឲ្យការអភិរក្សមាននិរន្តរភាពរាល់ថ្ងៃនេះយើងមានការគាំទ្រចាប់ពីឆ្នាំ2021មកយើងមានអង្គការ WA ហើយយើងមានអង្គការ CWCC ហើយយើងមានអង្គការគេដាក់ចុងហើយមួយទៀតគឺយើងមានអង្គការ Hyper ប៉ុន្តែអង្គការ Hyper គាត់បានបញ្ចប់គម្រោងនៅឆ្នាំ2020ពីចុងក្រោយក៏ខ្ញុំសូមសំណូមពរទៅដល់ភ្ញៀវជាតិនិងអន្តរជាតិខ្ញុំក៏ចង់បញ្ជាក់ថាអ្វីដែលខ្ញុំធ្វើនេះខ្ញុំស្ម័គ្រចិត្តទេនឹងឲ្យយើងអត់មានប្រាក់ខែទេអ្វីដែលយើងចំណាយពេលរយៈពេល20ឆ្នាំនេះគឺសម្រាប់មនុស្សទូទៅក៏ដូចជាការថែរក្សាមុខរបរជាប្រពៃណីអ្នកនេសាទក៏ដូចជាការការពារដីនៅការទន្ទ្រានពីអ្នកផលិតមួយចំនួននៅពេលកម្មសិទ្ធិអញ្ចឹងអ្វីដែលខ្ញុំកំណត់ខ្ញុំសូមឲ្យភ្ញៀវជាតិនិងអន្តរជាតិនៅបន្តគាំទ្រសហគមន៍ទៅទាំងតកាយើងនេះហើយក៏តែងតែមកកំសាន្តជាបន្តមក
ត្រពាំងសង្កែគឺជាមេរៀនមួយដែលបង្ហាញថានៅពេលដែលមនុស្សនិងធម្មជាតិរស់នៅដោយការយោគយល់គ្នាសេចក្តីសុខពិតប្រាកដនឹងកើតមានកេរមរតកបៃតងនេះមិនមែនសម្រាប់តែថ្ងៃនេះទេប៉ុន្តែសម្រាប់កូនចៅជំនាន់ក្រោយដើម្បីឲ្យពួកគេដឹងថាពួកយើងធ្លាប់បានតស៊ូយ៉ាងណាដើម្បីរក្សាដង្ហើមសមុទ្រមួយនេះ